សួស្តីទាំងអស់គ្នាឥឡូវយើងបន្តដោះស្រាយលំហាត់នៅក្នុងជំពូកទី2ដូចដែរទៅលើលំហាត់ 2.3 គេសួរថា determine the magnitude of the resultant force Fa ស្មើ F1 បូក F2 and its direction measure counterclockwise from the positive x-axis ក្នុងលំហាត់នេះគេចង់ឲ្យយើងរកនៅកម្លាំងគួបនិងមុំរបស់វាដែលគិតចេញពីអវិជ្ជមានរបស់ x-axis តាមទិសដៅច្រាសត្រនិចលើការរហូតដល់កម្លាំងគួបអញ្ចឹងដើម្បីដោះស្រាយនៅលំហាត់នេះយើងត្រូវរកមុំទាំងអស់របស់វារួច apply ទៅលើ cosine law និង sin law ជាដំបូងយើងគូ diagram របស់វាសិនមាន x axis y axis x axis ហើយយើងគូកម្លាំងមានកម្លាំង250 pound និងកម្លាំងមួយទៀត375 pound បន្ទាប់មកយើង apply នៅ parallelogram rule យើងគូ parallelogram ហើយយើងអាចរកនៅកម្លាំងគួបបាននេះកម្លាំងគួបនៅត្រង់ទីតាំងនេះហើយតាំងដោយ Fa ហើយយើងរកមុំរបស់វាមុំនេះគេឲ្យមក30 degree ហើយមុំនេះ45 degree ដោយសារមុំនេះជាមុំកែងអញ្ចឹង90 degree ដកនឹងមុំដែលគេឲ្យ45 degree អញ្ចឹងមុំនេះក៏ស្មើនឹង45 degree ដែរមុំនេះស្មើនឹង45 degree ហើយមុំនេះស្មើនឹងដោយសារជាមុំកែងអញ្ចឹងស្មើនឹង90ដក30 degree ស្មើនឹង60 degree មុំនេះស្មើនឹង60 degree ហើយមុំនេះឆ្លាស់នឹងមុំនេះអញ្ចឹងវាស្មើនឹង60 degree ដែរអញ្ចឹងយើងអាចរកតម្លៃនៃមុំនេះបានមុំនឹងស្មើនឹង180 degree ដកនឹងត្រីកោណមុំក្នុងសរុបទាំងអស់គឺ180 degree អញ្ចឹងមុំនេះស្មើនឹង45មុំនេះស្មើនឹង60អញ្ចឹង180ដក45ដក60 degree ប្រកបណាស់ស្មើនឹង75 degree អញ្ចឹងមុំកន្លែងនេះគឺ75 degree អញ្ចឹងយើងបានរកមុំហើយអស់ហើយយើង apply ទៅលើ cos law ដើម្បីរកកម្លាំងគួបដោយសារយើងដឹងមុំទល់នឹងកម្លាំង Fa ហើយយើងដឹងនៃកម្លាំងទី1ទី2យើងដឹងហើយអញ្ចឹងយើងអាចរកបានហើយអញ្ចឹងយើង apply ទៅលើ cosine law អញ្ចឹង F1 ការ៉េបូក F2 ការ៉េដកពីដង F1 F2 អញ្ចឹងយើងដឹងកម្លាំងទី1កម្លាំងទី2ហើយអញ្ចឹងយើង apply ទៅ F1 គឺស្មើនឹង250 Newton pound នេះកម្លាំងនេះស្មើនឹងកម្លាំងនេះហើយកម្លាំងនេះក៏ស្មើនឹងកម្លាំងនេះដែរអញ្ចឹងស្មើនឹង250ការ៉េបូក375 degree ការ៉េដកពីដង F1 F2 មានន័យថា250 2គុណនឹង250គុណនឹង375ហើយកុសនឹងមុំទល់នៃកម្លាំងដែលយើងចង់រកគឺ75 degree តែសារយើងចង់រកកម្លាំង Fa រួចមកយើងកណនាមកយើងនឹងឃើញ393.2 pound ឬក៏ស្មើនឹង 3.93 pound បន្ទាប់មកដើម្បីរកមុំវាបាននេះមុំដែលយើងចង់រកគឺមុំនេះមុំសរុបទាំងអស់តាម positive x-axis តាមទិសដៅច្រាសត្រនិចលើការនេះទិសដៅច្រាសត្រនិចលើការរហូតដល់ Fa អញ្ចឹងមានន័យថាយើងយកមួយជុំរង្វង់ស្មើនឹង360 degree យើងដកប៉ុណ្នេះចេញនេះមុំប៉ុណ្នេះចេញយើងនឹងឃើញពីតម្លៃ positive x-axis រហូតដល់តម្លៃនៃ x-axis រហូតដល់ Fa អញ្ចឹងយើងត្រូវកណនារកមុំនេះសិនមុំសេតានេះកណនារកមុំសេតាសិន
គឺមុំនេះអញ្ចឹងដើម្បីកណនាមុំនឹងបានកម្លាំងនេះយើងដឹងហើយកម្លាំងនេះយើងក៏បានដឹងរួចយើងអាចរកនៃកម្លាំងនឹងបានអញ្ចឹងស៊ីននៃយើងអាចដាក់ស៊ីនខាងលើក៏បានឲ្យតែវាដូចគ្នាមុំស្មើមុំនិងកម្លាំងស្មើកម្លាំងអញ្ចឹងយើងអាចសេកម្លាំងស្មើនៅលើក៏បានខាងក្រោមក៏បានសំខាន់ឲ្យភាគបែងនៃកម្លាំងទាំងពីរនេះនិងមុំទាំងពីរនេះនៅទីតាំងដូចគ្នាអញ្ចឹងកម្លាំងផ្គប់យើងស្មើនឹង 393.2 ហើយមុំទល់នឹងកម្លាំងវាស្មើនឹង75ដឺក្រេអញ្ចឹងស៊ីននៃ75ដឺក្រេស្មើនឹង250ជាកម្លាំងនេះមុំទល់នឹងកម្លាំងហ្នឹងគឺនេះសាយតាជាមុំដែលយើងចង់រកអញ្ចឹងយើងអាចទាញរកបានស៊ីនសាយតាស្មើនឹង250គុណនឹងស៊ីននៃ75ដឺក្រេហើយចែកនឹង 393.2 អញ្ចឹងយើងអាចទាញសាយតាស្មើនឹងស៊ីនដក1នៃ250គុណនឹងស៊ីននៃ75ដឺក្រេចែកនឹង 393.2 ផោនហើយយើងអាចរកនៃមុំទាំងអស់នេះដែលតាំងដោយហ្វីពីនេះរហូតដល់នេះជាមុំហ្វីអញ្ចឹងវាស្មើនឹង360ដឺក្រេដកមុំដែលយើងរកបានមុំ45ដកនឹងមុំរកបានយើងនឹងឃើញ353ដឺក្រេមានន័យថាជាមុំដែលពី positive axis រហូតដល់កម្លាំងផ្គប់អញ្ចឹងចម្លើយយើងបានរកឃើញហើយកម្លាំងផ្គប់ស្មើនឹង393និងមុំរបស់វាស្មើនឹង353ដឺក្រេ